សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់វិភាគឈុតមួយនៅក្នុងរឿងសាមកុក2010ជាឈុតដែលលាវប៉ៃមកនិយាយជាមួយនឹងស្ដេចលាវសៀនលើកទី1នៅក្នុងប្រគុណនៅក្នុងឈុតនេះយើងឃើញថាស្ដេចលាវសៀនមានបំណងចង់ប្រើប្រាស់លាវប៉ៃឲ្យជួយគាត់រំដោះខ្លួនចេញពីកាតាបដៃរបស់ឆាឆាវលាវសៀននិងលាវប៉ៃមិនធ្លាប់ជួបគ្នាពីមុនមកទេមិនដែលបាននិយាយជាមួយគ្នាទេអញ្ចឹងខ្ញុំមិនជឿថាភាពស្និទ្ធស្នាលរវាងពូហើយនិងក្មួយដែលមិនធ្លាប់ជួបគ្នានេះអាចកើតឡើងភ្លាមបានទេនៅក្នុងពេលហ្នឹងប៉ុន្តែអ្វីដែលលាវសៀនធ្វើគឺជាការចង់ឲ្យលាវប៉ៃស្ម័គ្រចិត្តជួយគាត់មិនខុសពីអ្វីដែលលាវប៉ៃធ្វើនៅពេលដែលគាត់ទៅជួបជូកលៀងទេឥឡូវយើងសាកប្រៀបធៀបគ្នានៅពេលដែលចូលមកភ្លាមលាវសៀនបានបង្ហាញឲ្យលាវប៉ៃមើលឃើញថាមានតែប្រគុណអាចនឹងទេដែលជារាជបល្ល័ង្ករបស់គាត់ត្រង់ចំណុចនេះគឺចង់បញ្ឆេះកំហឹងលាវប៉ៃនិងចង់សាកល្បងមើលថាតើលាវប៉ៃមានប្រតិកម្មបែបណាបើសិនជាលាវប៉ៃមិននិយាយអ្វីសោះឬក៏នៅស្ងៀមបង្ហាញថាលាវប៉ៃមិនខ្វល់ពីគាត់ទេមិនខុសពីរាជវង្សតកូលលាវផ្សេងទៀតទេប៉ុន្តែលាវប៉ៃនិយាយថាគាត់ឈឺចិត្តខ្លាំងណាស់ហើយគាត់ក៏ចាប់ផ្ដើមយំយែកលាវប៉ៃនិងលាវសៀនជាមនុស្សដែលសម្បូរទឹកភ្នែកដូចគ្នាអញ្ចឹងនៅពេលដែលលាវសៀនឃើញលាវប៉ៃយំភ្លាមលាវសៀនក៏ដើរចេញមកហើយចាប់ផ្ដើមនិយាយសាច់រឿងរបស់គាត់ឲ្យលាវប៉ៃស្ដាប់នៅពេលដែលលាវប៉ៃសួរបញ្ជាក់លាវសៀនពីព្រោះតាមពាក្យដែលគេនិយាយតគ្នាឆាវឆាវមិនដែលធ្វើអ្វីល្មើសនឹងស្ដេចទេគឺធ្វើទៅតាមទូនីតិនិងឋានៈជាមន្ត្រីរបស់គាត់ទាំងអស់លាវសៀនមិនបដិសេធទេប៉ុន្តែលាវសៀនចង់ឲ្យលាវប៉ៃមើលឃើញថាអ្វីដែលគាត់យល់ចំពោះឆាវឆាវខុសពីអ្វីដែលគេនិយាយតគ្នាសម្រាប់គាត់ឆាវឆាវគឺជាចៅក្បត់មិនមែនជាអ្នកជួយរាជវង្សហានទេនៅត្រង់ចំណុចនេះយើងអាចយកទៅប្រកែកគ្នាបានពីព្រោះអ្វីដែលឆាវឆាវធ្វើក៏បានជួយរាជវង្សហានដែរតែសម្រាប់លាវសៀនគាត់ចង់ឲ្យលាវប៉ៃជឿសម្ដីគាត់ថាឆាវឆាវគឺជាចៅក្បត់អញ្ចឹងចាប់ផ្ដើមចូលដល់កន្លែងដែលយំយែកនេះហើយលាវសៀនយំឲ្យលាវប៉ៃមើលឃើញពីព្រោះគាត់ចង់ប្រាប់លាវប៉ៃថាគាត់រាល់ថ្ងៃនេះឈឺចាប់ខ្លាំងណាស់ហើយឲ្យលាវប៉ៃជឿគាត់កុំឲ្យលាវប៉ៃនឹងទៅឈរខាងឆាវឆាវពីព្រោះនៅត្រង់ចំណុចនេះមួយលាវសៀនមិនទាន់ដឹងថាលាវប៉ៃជាបពពួកអ្នកណាទេគាត់គ្រាន់តែដឹងថាលាវប៉ៃមានតកូលលាវហើយត្រូវឆាវឆាវនាំមកជួបគាត់អ្នកនរគ្នាត្រូវចាំនៅក្នុងប្រវត្តិសាស្ត្រមិនមែនមានតែលាវប៉ៃមួយទេដែលមកបម្រើឆាវឆាវនៅមានលាវយាហើយលាវយានេះក៏ជាមនុស្សប៉កែដែរតែគាត់ស្ម័គ្រចិត្តឈរនៅខាងឆាវឆាវអញ្ចឹងសម្រាប់ស្ដេចលាវសៀនគាត់ត្រូវតែប្រកាសចិត្តថាលាវប៉ៃឈរខាងគាត់បន្តមកទៀតគាត់ក៏ចេញរាជបញ្ជាឲ្យលាវប៉ៃធ្វើយ៉ាងណាទៅខាងក្រៅដើម្បីបកកអំណាចមកប្រឆាំងជាមួយនឹងឆាវឆាវវិញលាវសៀនជឿថាមានតែចេញផុតពីរាជវាំងទេទើបលាវប៉ៃមានឱកាសអាចកម្ចាត់ឆាវឆាវហើយគាត់បានប្រាប់លាវប៉ៃថាគាត់នឹងចេញរាជបញ្ជាមួយទៀតដើម្បីឲ្យលាវប៉ៃយកទៅតាមខ្លួនចូលដល់ចំណុចដែលខ្ញុំគិតថាលាវសៀនកំពុងតែចង់ប្រើលាវប៉ៃមែនទែនគឺនៅពេលដែលគាត់លុតជង្គង់អង្វរលាវប៉ៃ style នេះគឺជា style របស់លាវប៉ៃដែលទៅលុតជង្គង់អង្វរជូកលៀងលាវប៉ៃមិនចង់ទទួលការលុតជង្គង់បែបនោះទេពីព្រោះលាវសៀនជាស្ដេចតែលាវសៀននិយាយថាខ្លួនគាត់គឺជាក្មួយដែរគ្រប់យ៉ាងដែលយើងមើលឃើញនៅពេលដែលពីរអ្នកនេះនិយាយគ្នាហើយយើងមើលបន្តទៅទៀតនៅពេលដែលលាវប៉ៃចាក់ចេញឃើញថាលាវសៀននិយាយជាមួយនឹងអ្នកមនាងតុងដោយរឹកពាធម្មតាទឹកមុខធម្មតាអញ្ចឹងបង្ហាញថាទឹកភ្នែកគាត់មុនហ្នឹងសម្រែកឈឺចាប់របស់គាត់អីហ្នឹងវាជាការសម្ដែងវាជារឿងពិតក៏ប៉ុន្តែវាក៏ជាការសម្ដែងរបស់គាត់ដែរដើម្បីយកចិត្តលាវប៉ៃស្ដេចលាវសៀនគាត់ដឹងថាអំណាចរបស់គាត់នឹងបាត់បង់នៅថ្ងៃណាមួយពីព្រោះតែឆាវឆាវនេះពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែរីកធំទៅមន្ត្រីគេនាំគ្នាបែរចិត្តទៅរកឆាវឆាវកាន់តែច្រើនអ្នកដែលនៅស្មោះត្រង់ជាមួយនឹងរាជវង្សហានចេះតែមាននៅក្នុងរាជការប៉ុន្តែអ្នកទាំងអស់ហ្នឹងក៏ចាប់ផ្ដើមមើលឃើញដែរថាស្ដេចចោះអំណាចលែងមានអំណាចនៅក្នុងដៃគាត់ចង់បានមនុស្សដូចជាលាវប៉ៃអញ្ចឹងដែលមានតកូលលាវហើយមានចិត្តប្រឆាំងជាមួយនឹងឆាវឆាវឲ្យធ្វើសកម្មភាពមានអ្នកប្រឆាំងជាមួយនឹងឆាវឆាវកាន់តែច្រើនអំណាចរបស់គាត់ក៏កាន់តែរក្សាបានយូរដែរនេះជាគំនិតរបស់ស្ដេចលាវសៀនបើលែងមានអ្នកប្រឆាំងរាជវង្សហាននឹងអស់អាយុការហៅលាវប៉ៃមកជួបទាំងយប់ក្រោយពេលដែលឆាវឆាវប្រមាថស្ដេចក្នុងការបរបាញ់បង្ហាញថាគ្រប់យ៉ាងគឺជាការរៀបចំយ៉ាងល្អរបស់ស្ដេចលាវសៀនប្រហែលជាមានតុងឈិននៅពីក្រោយដើម្បីជួយឲ្យយោបល់ឥឡូវយើងងាកមកមើលវិញតើលាវប៉ៃជឿទៅលើអ្វីដែលស្ដេចលាវសៀនប្រាប់គាត់ឬអត់ចម្លើយគឺគាត់ជឿខ្លះអត់ខ្លះលាវប៉ៃខ្លួនឯងគឺជាមនុស្សដែលកលិចកលុចដែរដូច្នេះរាល់ពាក្យដែលគេនិយាយប្រាប់គាត់មិនអាចជឿទាំងស្រុងទេតែគាត់ក៏មើលឃើញដូចគ្នាពីព្រោះនៅក្នុងសាច់រឿងគេបង្ហាញយើងមើលឃើញថាលាវប៉ៃចាប់អារម្មណ៍សកម្មភាពរបស់ឆាវឆាវទាំងការកាន់ដាវដើរចូលទៅក្នុងសវនាការដែលឆាវឆាវគ្រប់គ្រងយោបល់របស់មន្ត្រីនៅក្នុងសវនាការហើយនឹងការក្អកកាហែមដាក់ស្ដេចអីហ្នឹងគឺលាវប៉ៃចាប់អារម្មណ៍
គ្រាន់តែគាត់មិនទាន់មានចម្លើយអញ្ចឹងចំពោះលាវសៀនក៏ដូចគ្នាដែរអ្វីដែលលាវសៀនធ្វើលាវប៉ៃនឹងចាប់អារម្មណ៍លាវប៉ៃនឹងឆ្ងល់ថាហេតុអីបានជាព្រះអង្គធ្វើបែបហ្នឹងដាក់គាត់ទោះបីជាគាត់សង្ស័យក៏ដោយក្នុងនាមជាអ្នកដែលមានសាច់ឈាមតកូលលាវគាត់មិនអាចប្រកែកជាមួយនឹងរាជបញ្ជាបានទេអញ្ចឹងបើសិនជាស្ដេចប្រាប់ថាត្រូវទៅក្រៅដើម្បីបកអំណាចបះបោលាវប៉ៃត្រូវតែទៅបះបោហើយបើសិនជាស្ដេចនិយាយថាឆាវឆាវនេះគឺជាចៅក្បត់លាវប៉ៃត្រូវតែយកសម្ដីរបស់ស្ដេចនេះទៅផ្សព្វផ្សាយថាឆាវឆាវគឺជាចៅក្បត់ហានមិនមែនជាអ្នកជួយទ្រទ្រង់រាជវង្សហានអីទេសរុបមកវិញឈុតដែលយើងមើលនៅក្នុងរឿងគឺជាការសម្ដែងរបស់លាវសៀនដើម្បីឲ្យលាវប៉ៃព្រមធ្វើតាមបញ្ជារបស់គាត់ដោយសារតែគាត់មិនមានអំណាចជាស្ដេចពិតប្រាកដដូច្នេះការចេញរាជបញ្ជារបស់គាត់ត្រូវតែមានការសម្ដែងលាយឡំបែបហ្នឹងហើយលាវសៀនគឺជាមនុស្សដែលឆ្លងកាត់រឿងលំបាកជាច្រើនតាំងពីគាត់ឡើងសោយរាជរហូតដល់គាត់ពេញវ័យអញ្ចឹងខ្ញុំមិនជឿថាមនុស្សប្រភេទហ្នឹងជាមនុស្សដែលងាយហូរទឹកភ្នែកទេការយំយ៉ែករបស់គាត់កាន់តែខ្លាំងបង្ហាញពីគោលបំណងនៅពីក្រោយរបស់គាត់ក៏កាន់តែធំដែរគាត់ចង់ឲ្យលាវប៉ៃសម្លាប់ឆាវឆាវអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះបើសិនជាអ្នកនាងមានអ្វីចង់បន្ថែមឬក៏យល់ឃើញខុសពីនឹងអាចចូលមក comment នៅខាងក្រោមបានអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងវីដេអូក្រោយ